ជំរាបសួរបងប្អូនតាគ្នាថ្ងៃនេះមុននឹងចុះរៀបហុងស៊ុយខ្ញុំមកចេញវីដេអូធ្វើជូនបងប្អូនអ្នកដែលគាត់មានឆ្នាំជូតនៅក្នុងខែ3ដែលគេហៅថាខែថោះតើគាត់ជួបបញ្ហាអីគេខ្លះតែមុននឹងនិយាយពីអ្នកដែលគាត់មានឆ្នាំជូតមកចង់ផ្ដំនឹងជូនបងប្អូនថាបញ្ញភូតបន្ទុះលៀបគឺកណ្ណគាកចិត្តមកដល់ហើយអញ្ចឹងបងប្អូនដែលគាត់ចង់រៀបហុងស៊ុយផ្ទះដើម្បីចាប់លៀបបងប្អូនអាចឆាតតំណមកខ្ញុំបានព្រោះតនវគ្គខ្ញុំចុះគឺបងប្អូនឆាប់បានជួបខ្ញុំទូទាត់ប្រាក់ហើយយើងឆាប់បានជួបគ្នាហើយរៀបចំផ្ទះរួចរាល់ហើយយើងទទួលឆ្នាំថ្មីចាប់លៀបឆ្នាំថ្មីទាំងអស់គ្នាហើយចំពោះថ្ងៃនេះខ្ញុំនៅខាងអរិយខ្សាត់នៅពេញនៅឡើយទេស្អែកគឺខ្ញុំទៅកំពង់ចាមស្អែកខ្ញុំបន្តទៅខាងកំពង់ចាមហើយបន្តមកទៅខាងកំពង់ធំអញ្ចឹងបងប្អូននៅជំនាខាងហ្នឹងអាចតំណមកខ្ញុំបានឬមកក៏ខេត្តផ្សេងក៏ខ្ញុំទទួលរៀបទាំងអស់អញ្ចឹងណាវគ្គខ្ញុំចាញ់គឺខ្ញុំនឹងចាញ់មកជុំអញ្ចឹងបងប្អូនគាត់មានគោលបំណងចង់ធ្វើផ្ទះពីដើមទីចង់ប្រឹក្សាតទៅនឹងហុងស៊ុយការរៀបចំផ្ទះយើងឲ្យត្រូវនឹងក្បួនហុងស៊ុយបងប្អូនអាចតំណមកខ្ញុំបានឬមកក៏បងប្អូនធ្វើផ្ទះរួចរាល់ហើយកំពុងតែរស់នៅក៏បងប្អូនអាចប្រើសេវាក្នុងការរៀបចំហុងស៊ុយផ្ទះឲ្យត្រូវនឹងដួងរបស់យើងម្នាក់ដែររៀបចំផ្ទះយើងឲ្យបានត្រឹមត្រូវដើម្បីឲ្យយើងទទួលបានលុយកាក់សុខភាពល្អហើយតនវគ្គខ្ញុំចុះគឺបងប្អូនឆាប់បានជួបខ្ញុំហើយក្នុងវគ្គដែលខ្ញុំចុះវគ្គនេះគឺមានការប្រម៉ូសិនចុះ$45ទៀតចំពោះការដែលបងប្អូនរៀបចំហុងស៊ុយផ្ទះឬមកក៏បងប្អូនដូរជាបញ្ញភូតបន្ទុះលៀបមួយឈុតក៏បានដែរចឹងបងប្អូនរស់រាន់ក្នុងការតំណមកខ្ញុំបានណាតាម Telegram តាម TikTok ឬមកក៏តាម Page បងប្អូនអាចតំណមកបានអញ្ចឹងខ្ញុំនិយាយចំពោះបងប្អូនគាត់មានឆ្នាំជូតនៅក្នុងខែថោះអញ្ចឹងខែថោះគឺចូលនៅក្នុងថ្ងៃទី5ខែ3រហូតដល់ថ្ងៃទី5ខែ4អញ្ចឹងបងប្អូនអាចស្ដាប់ទុកមុនទៅពេលវេលាអត់ដល់មែនតែបងប្អូនអាចស្ដាប់ត្រៀមខ្លួនមុនថាយើងនឹងជួបរឿងអីគេខ្លះហើយសម្រាប់បងប្អូនគាត់ចង់ដឹងច្បាស់តែម្ដងថាយើងជួបបញ្ហាអីនៅក្នុងខែ3គឺបងប្អូនអាចប្រឹក្សាយោបល់មើលរាសីដំណើរជីវិតបានប្រចាំខែប្រចាំជីវិតគឺយើងនឹងដឹងមុនថាយើងត្រូវត្រៀមខ្លួនបែបណាយើងដឹងឯថាជូតនឹងថោះបើគិតពីរឿងឆុងគ្នាមិនជាឆុងគ្នាទេគ្រាន់តែថាមិនសូវជាល្អនឹងគ្នាប៉ុន្មានដែរកតោហើយនឹងទុនសាយអញ្ចឹងណាអ្នកដែលគាត់មានតែឆ្នាំកើតសម្រាប់ឆ្នាំជូតនៅក្នុងខែថោះខែ3នេះគឺគិតពីរឿងបងប្អូនដែលគាត់មានល្អមិនល្អដូចគ្នាបើសិនជាចៃដន្យបងប្អូនចាំតែឆ្នាំកើតតែបែរជាថ្ងៃខែយើងកើតចំថ្ងៃដែលត្រូវការធាតុមាសឬមកក៏ត្រូវការធាតុឈើអានឹងឲ្យអត្តន័យទៅជាល្អដែរមានការជួយជំឆេងមានសមត្ថភាពជាពេលវេលាដែលយើងមានការគិតល្អទាំងអ្នករៀនសូត្រអ្នកធ្វើការងារអ្នកប្រកបរបរគឺយើងជាពេលវេលាដែលយើងបញ្ចេញសមត្ថភាពការគិតយើងល្អប្រសើរហើយក៏មានការជួយជំឆេងពីកូនចៅបុគ្គលិកឬមួយក៏មនុស្សដែលមានអាយុច្រើនជាងយើងដែរហើយបើសិនជាបងប្អូនដែលគាត់អត់ចាំថ្ងៃខែច្បាស់ហើយចាំតែឆ្នាំតែបែរជាគាត់ទៅជាអត់ត្រូវការធាតុមាសឬមួយក៏អត់ត្រូវការធាតុឈើអញ្ចឹងគឺយើងអាច stress ហត់នឿយកូនចៅបុគ្គលិកក៏ធ្វើឲ្យយើងហត់មាត់ហត់ចិត្តដែរហើយ stress ការងារច្រើនមានសម្ពាធអីចឹងទៅអញ្ចឹងគឺស្ថិតនៅលើបងប្អូនអ្នកឆ្នាំជូតតើគាត់ត្រូវការធាតុមាសឬឈើឬអត់អញ្ចឹងបងប្អូននឹងដឹងថាយើងជួបបញ្ហាឬមកក៏បានលាបអីអញ្ចឹងអ្នកដែលគាត់មានតែឆ្នាំកើតអាចហ៊ានសង្កេតមើលទៅថាយើងល្អនឹងធាតុអីគេដែលចូលមកប្រចាំខែប្រចាំឆ្នាំពេលហ្នឹងយើងនឹងសង្កេតឃើញខ្លួនឯងថាអាចប្រើធាតុអីបាននេះល្អឬមិនល្អតាមខ្ញុំនិយាយឬអត់អញ្ចឹងណាព្រោះមិនមែនឆ្នាំជូតសិតតែអាក្រក់ទាំងអស់ទេអ្នកខ្លះក៏គាត់ជូតឆ្នាំជូតដែរតែល្អអ្នកខ្លះក៏មិនសូវល្អអញ្ចឹងទៅអញ្ចឹងបងប្អូនអាចស្ដាប់តាមនឹងបានអញ្ចឹងនេះខ្ញុំមកបានខ្លីៗទេព្រោះត្រូវដល់វគ្គចុះរៀបហុងស៊ុយផ្ទះជូនអតិថិជនអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា